ឯកឧត្តមអបនាយករដ្ឋមន្ត្រីសុកចិន្តាសុភាបានថ្លែងប្រកាសជាអឡារឹកថារាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកការងារប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជាជាអាទិភាពខ្ពស់ដោយមានចែងក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភានិងការបដិញ្ញាចិត្តដ៏មុតមមរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីធានាថាប្រទេសកម្ពុជាគ្មានការគំរាមកំហែងពីមេរោគអេដស៍និងជំងឺអេដស៍ប្រជាជនកម្ពុជាមានសុខភាពល្អនិងរស់នៅប្រកបដោយសុខុមាលភាពគ្មានការភ័យខ្លាចដោយសារជំងឺអេដស៍ការថ្លែងបែបនេះរបស់ឯកឧត្តមអបនាយករដ្ឋមន្ត្រីសុកចិន្តាសុភាគឺក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាតំណាងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ក្រោមប្រធានបទយកឈ្នះការរំខានបរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍នាថ្ងៃទី1ខែធ្នូឆ្នាំ2025ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នាពេលនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រីអៀងម៉ូលីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លោកស្រីសមាជិកសមាជិកានៃរាជរដ្ឋាភិបាលថ្នាក់ដឹកនាំក្រសួងស្ថាប័ននិងលោកស្រីនាយិកាអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជាភ្ញៀវជាតិនិងអន្តរជាតិព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឯកឧត្តមអបនាយករដ្ឋមន្ត្រីបានថ្លែងបន្តថារាជរដ្ឋាភិបាលកម្ពុជាសូមកោតសរសើរនិងពំនាំនៅអំណរគុណពីសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីអៀងម៉ូលីដែលបានធ្វើឲ្យសម្រេចនៅសមិទ្ធផលធំៗជាច្រើនក្នុងការកាត់បន្ថយការរាលដាលនៃមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជាក្នុងឆ្នាំ2025នេះតាមរយៈសារលិខិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងសារលិខិតរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតបូរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងរបាយការណ៍របស់ឯកឧត្តមអៀងម៉ូលីព្រមទាំងចំណាប់អារម្មណ៍របស់លោកស្រីនាយិកាអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជាតំណាងអង្គការសង្គមស៊ីវិលនៃគណៈកម្មាធិការសម្រាប់សម្រួលប្រយុទ្ធនឹងជំងឺអេដស៍រួមទាំងចំណាប់អារម្មណ៍របស់តំណាងបងប្អូនគ្រួសាររងគ្រោះដោយសារមេរោគអេដស៍និងជំងឺអេដស៍គឺជាសក្ខីភាពជាក់ស្ដែងមួយដែលបានបញ្ជាក់យ៉ាងច្បាស់ថាទស្សនៈរបស់យើងក្នុងការកសាងសង្គមមួយដែលគ្មានការគំរាមកំហែងពីមេរោគអេដស៍និងជំងឺអេដស៍អាចសម្រេចទៅបាននិងមានន័យថាកម្ពុជាកំពុងតែស្ថិតនៅលើផ្លូវត្រូវដែលនឹងឈានទៅសម្រេចបាននៅកម្មវត្ថុដែលបានកំណត់ក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍និងចរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ2023-2028របស់រាជរដ្ឋាភិបាលគឺ1. កាត់បន្ថយការឆ្លងថ្មីនៃមេរោគអេដស៍ឲ្យបានតិចជាង1នាក់ក្នុង1ថ្ងៃឬក្នុងរង្វង់ជាង200នាក់ក្នុង1ឆ្នាំ2. កាត់បន្ថយការស្លាប់ដោយសារអេដស៍ឲ្យបានតិចជាង200នាក់ក្នុង1ឆ្នាំ3. លុបបំបាត់ការរើសអើងនិងការមាក់ងាយនាកផ្ទុកមេរោគអេដស៍ឯកឧត្តមអបនាយករដ្ឋមន្ត្រីបានថ្លែងបន្តថាឆ្លៀតក្នុងឱកាសចូលរួមអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍1ធ្នូឆ្នាំ2025នេះក្នុងនាមសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាឯកឧត្តមសូមផ្ដល់នូវការណែនាំបន្ថែមមួយចំនួនដូចជា1. អភិបាលនៃគណៈអភិបាលរាជធានីខេត្តទាំងអស់ត្រូវណែនាំនិងជួយសម្រួលឲ្យគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានីខេត្តដោយមានកិច្ចសហការជាមួយអង្គការសង្គមស៊ីវិលនិងបណ្ដាញជាដៃគូមន្ទីរពាក់ព័ន្ធផែនការទេសចរសុខាភិបាលនិងបេឡាជាតិសន្តិសុខសង្គមជំរុញប្រជាជនគន្លឹះដែលបម្រើការក្នុងសេវាកម្សាន្តទេសចរមានជាអាតបុរសរំភេទជាមួយបុរសអ្នកបំផ្លែងភេទស្ត្រីបម្រើក្នុងសេវាកម្សាន្តមកធ្វើតេស្តរោគមេរោគអេដស៍ពិនិត្យព្យាបាលជំងឺកាំរោគនិងប្រើប្រាស់សេវាបង្ការចម្លងមេរោគអេដស៍នានា
ព្រមទាំងពន្លឿនការរៀបចំចុះបញ្ជីផ្ដល់បានមូលនិធិសមត្ថៈសុខាភិបាលមសសដល់ប្រជាជនគន្លឹះទាំងនោះឲ្យបានយ៉ាងឆាប់រហ័សនិងបានទូលំទូលាយ 2. អភិបាលនៃគណៈអភិបាលរាជធានីខេត្តទាំងអស់ត្រូវប្រើប្រាស់ថវិកា80លានរៀល60លានរៀល40លានរៀលដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានវិភាគជូនជារៀងរាល់ឆ្នាំលើការងារអេដឲ្យអស់លទ្ធភាពមានប្រសិទ្ធភាពខ្ពស់អភិបាលនៃគណៈអភិបាលរាជធានីខេត្តត្រូវបង្កើនភាពជាម្ចាស់ក្នុងការដឹកនាំឆ្លើយតបមេរោគអេដនិងជំងឺអេដក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យទទួលបានជោគជ័យ 3. អភិបាលនៃគណៈអភិបាលរាជធានីខេត្តទាំងអស់ត្រូវណែនាំរដ្ឋបាលក្រុងស្រុកឃុំសង្កាត់លើផែនការសកម្មភាពឆ្លើយតបនឹងមេរោគអេដនិងប្រើប្រាស់ថវិកាតាមសារាចរណ៍អន្តរក្រសួងលេខ007សហវសរអហកចុះថ្ងៃទី25ខែមេសាឆ្នាំ2025ស្ដីពីការគ្រប់គ្រងការចាត់ចែងនិងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គមនិងអនាម័យបរិស្ថាននៃមូលនិធិក្រុងស្រុកនិងមូលនិធិឃុំសង្កាត់ដើម្បីទទួលបាននូវប្រសិទ្ធភាពសក្តិភាព និងចីរភាព ទី 4 គ្រប់ក្រសួងស្ថាប័នរាជធានីខេត្តត្រូវជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយតាមរយៈកិច្ចប្រជុំផ្សព្វផ្សាយវគ្គបណ្ដុះបណ្ដាលសិក្ខាសាលាដើម្បីបញ្ជ្រាបការយល់ដឹងអំពីហានិភ័យមេរោគអេដនិងជំងឺអេដនិងការមាក់ងាយរើសអើងដោយទាក់ទាញនិងលើកទឹកចិត្តដល់ប្រជាជនទូទៅជាពិសេសប្រជាជនគន្លឹះមកទទួលសេវាធ្វើតេស្តរោគមេរោគអេដឲ្យបានទាន់ពេលវេលានិងទូលំទូលាយ ទី 5 អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដក្រសួងសុខាភិបាលគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវបន្តស្វែងរកជំនួយនិងហិរញ្ញប្បទានសហប្រតិបត្តិការពីអន្តរជាតិដៃគូអភិវឌ្ឍនានានិងវិស័យឯកជនដើម្បីគាំទ្រដល់សកម្មភាព 6 ប្រយុទ្ធនឹងជំងឺអេដឲ្យកាន់តែមានប្រសិទ្ធភាពសក្តិភាពចីរភាពនិងភាពធន់ ទី 6 អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដត្រូវបន្តសហការជាមួយក្រសួងសុខាភិបាលធ្វើការសិក្សារៀបចំយន្តការនិងយុទ្ធសាស្ត្រអន្តរាគមន៍ក្នុងការកាត់បន្ថយការចម្លងមេរោគអេដពីម្ដាយទៅកូនឲ្យបានតិចជាង 5% តាមការកំណត់និងត្រូវរិះរកវិធីកាត់បន្ថយបន្ថែមទៀតនៅអត្រាបោះបង់ការព្យាបាលនិងអត្រាស្លាប់របស់អ្នកផ្ទុកមេរោគអេដដែលកំពុងទទួលការព្យាបាលជាមួយគ្នានេះក៏ត្រូវបន្តពង្រឹងនិងបង្កើនកិច្ចសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្ថែមទៀតដើម្បីបង្ការនិងទប់ស្កាត់ឲ្យកាន់តែមានប្រសិទ្ធភាពនៅការឆ្លងរាលដាលនៃមេរោគអេដជំងឺអេដក្នុងចំណោមអ្នកប្រើប្រាស់និងអ្នកចាក់គ្រឿងញៀន ទី 7 ក្រសួងអប់រំយុវជននិងកីឡាក្រសួងព័ត៌មានក្រសួងកិច្ចការនារីនិងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តចូលរួមជំរុញការអប់រំផ្សព្វផ្សាយអំពីមេរោគអេដនិងជំងឺអេដដើម្បីបង្ការការចម្លងមេរោគអេដក្នុងសហគមន៍ជាពិសេសក្រុមប្រជាជនគន្លឹះរួមមានក្រុមបុរសរួមភេទជាមួយបុរសក្រុមបំផ្លែងភេទក្រុមអ្នកប្រើប្រាស់និងចាក់គ្រឿងញៀនក្រុមស្ត្រីបម្រើការងារក្នុងគ្រឹះស្ថានកំសាន្តសប្បាយនិងក្រុមយុវវ័យទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធឲ្យទទួលបានព័ត៌មានទាន់ពេលនិងការយល់ដឹងទូលំទូលាយដើម្បីការពារខ្លួនជៀសពីការឆ្លងមេរោគអេដ ទី 8 ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យលទ្ធភាពផ្ដល់ថវិកាដល់ក្រសួងស្ថាប័នរាជធានីខេត្តដែលបានលើកផែនការសកម្មភាពនិងសញ្ញករច្បាស់លាស់ស្របតាមភារកិច្ចដោយមានចែងក្នុងឧបសម្ព័ន្ធទី 1 នៃគោលនយោបាយជាតិបញ្ចប់អេដនិងចីរភាពកម្មវិធីអេដសម្រាប់ឆ្នាំ 2023-2028 ទី 9 ក្រសួងស្ថាប័នរាជធានីខេត្តក្រុងស្រុកខណ្ឌត្រូវបន្តផ្សព្វផ្សាយអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ស្រោមអនាម័យ 100% ក្នុងការទប់ស្កាត់ការចម្លងមេរោគអេដពីដៃគូរួមភេទធានាឲ្យមានការរក្សាទុក
និងការចែកចាយស្រោមអនាម័យឲ្យបានទូលំទូលាយនៅតាមទីកន្លែងដែលមានការចាំបាច់នានាជាពិសេសនៅក្នុងភូមិសាស្ត្រដែលមានបម្រើសេវាកំសាន្តដូចជារង្គសាល Beer Garden សន្តាគារ ផ្ទះសំណាក់ឬគ្រប់ទីកន្លែងដែលមានសង្ស័យថាអាចមានការរួមភេទហាមយកស្រោមអនាម័យជាភស្តុតាងដើម្បីធ្វើការចោទប្រកាន់អំពីបទជួញដូរមនុស្សទី10គ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិអង្គការដៃគូអន្តរជាតិអង្គការជាតិអង្គការសង្គមស៊ីវិលនិងវិស័យឯកជនទាំងអស់បន្តយន្តការធ្វើការរួមគ្នាស្របតាមអភិក្រមជីវភាពនៃប្រព័ន្ធទូអង្គតែមួយក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ប្រកបដោយភាពធន់ចីរភាពនិងបរិយាបន្នឆ្ពោះទៅបញ្ចប់អេដស៍នៅកម្ពុជាទន្ទឹមនឹងនេះផងដែរក្នុងនាមសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាឯកឧត្តមសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់អង្គការសង្គមស៊ីវិលនានាវិស័យសាសនាវិស័យឯកជនសិល្បករពិធីករកីឡាករព្រមទាំងប្រជាពលរដ្ឋទាំងអស់សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធទប់ស្កាត់និងការលុបបំបាត់នៅការរីករាលដាលមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជាជាមួយគ្នានេះឯកឧត្តមក៏សូមអំពាវនាវដល់សហគមន៍អន្តរជាតិដៃគូអភិវឌ្ឍន៍នានាសូមបន្តជួយគាំទ្រជាបច្ចេកទេសនិងហិរញ្ញវត្ថុដល់សកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជាដើម្បីឲ្យកម្ពុជាអាចឈានទៅសម្រេចបានតាមគោលដៅដែលបានកំណត់ក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ2023-2028